គ្រប់នឹងជំរាបសួរពុកម៉ែមីមីបងប្អូនទាំងអស់គ្នាជាទីគោរពនិងជាទីស្រឡាញ់ថ្ងៃនេះធ្វើវីដេអូចែកម្លែកជូនបងប្អូនទស្សនាកំសាន្តទៀតហើយតាក់ទងទៅនឹងវត្ថុមង្គលរបស់ខ្ញុំ ជាស្រ័យវត្ថុមង្គលរបស់ខ្ញុំដោយសារខ្ញុំដូចខ្ញុំជម្រាបជូនចឹងថាមួយរយៈខ្ញុំនេះអត់សូវមានបច្ច័យជាវនេះផ្សេងក្រៅពីកម្មមង្ខុបុរាណទេឥឡូវលេងទៅរបស់បុរាណមង្ខុបុរាណអញ្ចឹងក៏អត់សូវមានអីជាវរបស់ព្រះអង្គតួអង្គឯផ្សេងយកមកធ្វើវីដេអូជូនមកទស្សនាណាពីច្រើនខ្ញុំមានតែលេងតាំងកម្មមង្ខុបុរាណបាទអញ្ចឹងខ្នាយនេះខ្នាយខ្ញុំបានជាវគេបានទេហើយបងអាចចង់បានអាចសួរនាំបានណាខ្នាយនេះខ្នាយកាច់ដោយដៃទេកាច់មិនកាច់ធម្មជាតិទេកាច់ដោយមនុស្សណាហើយកម្មក្នុងនេះមានមកខុបរបស់ភូមិមាទេខ្ញុំមានຂະຫນាត15 16 17 18 19 20 22 23លីហើយភ្លុក21ក៏20គាត់ណា21ក៏22ទេណាសម្រាប់បងដែលចង់បានបន្ថែមខ្សែដៃអាចសួរនាំបានហើយកម្មតូចៗຂະຫນាត7លីណាពេលនេះខ្ញុំជាគាត់ទុកសម្រាប់ខ្ញុំជួសករណីមានបញ្ហាខ្ញុំមានកម្មផ្លាស់ប្ដូរតែសារឡើយខ្ញុំមានច្រើនខ្ញុំមានដូចជាខ្ទង់40 គ្រាប់ដែរណាដូចនេះបងចង់បានបាត់គ្រប់ខ្សែដៃអាចសួរនាំខ្ញុំបានណាຂະຫນាត7លីណាຂະຫນាត7លីហើយស្នែងកបីឃ្លៀកຂະຫນាត9លីមកគ្រាប់ហើយនេះខ្នាយរបស់ខ្ញុំតែខ្ញុំអត់ទាន់បានយកទៅស្រោបដោយសារខ្ញុំអត់ទុកចិត្តគេខ្លែងគេស៊ីដាច់របស់ខ្ញុំអញ្ចឹងក៏ខ្ញុំរក្សាទុកដល់លើទៅទាន់បានស្រោបបានអីណាហើយថ្ងៃនេះមិនថ្ងៃសិលបងគាត់ថាខ្ញុំបានថ្វាយព្រេងថ្វាយកមុនដល់វត្ថុមង្គលរបស់ខ្ញុំហើយក៏ធ្វើវីដេអូចែកម្លែកជូនបងទស្សនាកំសាន្តទៅណាហើយខ្សែករបស់ខ្ញុំទាំង3ខ្សែបងធ្លាប់មើលវីដេអូរបស់ខ្ញុំច្រើនដងមកហើយចឹងសម្រាប់ខ្ញុំមិនមានអីថ្មីប្លែកទេណាខ្សែកខ្ញុំ3ខ្សែនេះគឺខ្ញុំលេងຂະຫນាតខ្ញុំលេងភ្លុកជាមួយចម្លាក់ពីឈើពីអីចឹងគឺមួយខ្សែចឹងទៅណាហើយមួយខ្សែទៀតគឺលេងខ្នាយចឹងទៅណាមាននឹងពួននេះមួយអង្គពីរអង្គចឹងទៅណាហើយខ្សែរបស់ខ្ញុំដែលខ្ញុំពាក់ប្រចាំថ្ងៃគឺខ្សែលេងភ្លុកណាភ្លុកមួយឈុតបដ ாய் ណាភ្លុកទាំងលើទាំងក្រោមហ្នឹងណាចង់មកបងទៅមើលវីដេអូចាស់របស់ខ្ញុំឃើញហើយតាក់ទងនឹងខ្សែករបស់ខ្ញុំហើយតួអង្គនៅក្នុងខ្សែករបស់ខ្ញុំនីមួយៗខ្ញុំបានធ្វើវីដេអូជូនមកទស្សនាកំសាន្តណាតាំងពីខ្សែទី1ខ្សែទី2និងខ្សែទី3ណាខ្សែទី2ពីមុនខ្ញុំដាក់ភ្លុកលាយថ្មពន្លឺឥឡូវខ្ញុំដោះថ្មពន្លឺចេញភ្លុកចេញគឺនៅសល់តែភ្លុកជាមួយស្នែងកបីឃ្លីទេណាភ្លុកຂະຫນាត9លីនេះគឺសំទោស8លីនេះគឺខ្ញុំដាក់ជាមួយនឹងខ្សែករបស់ខ្ញុំហើយចម្ពូនេះគឺចម្ពូបុរាណរបស់ខ្មែរយើងណាបាទមកគ្រាប់ហ្នឹងហើយស្នែកមកឈុតមួយអង្គຂະຫນាត7លីនេះគឺមានព្រះអង្គប្រក់នាគទ្រង់គ្រឿងព្រះអង្គ7កិរិយាចែកកាច់មានខ្នែកកាច់ហើយព្រះអង្គខាងលើបងធ្លាប់បានមើលវីដេអូចាស់របស់ខ្ញុំហើយនេះគឺអង្គកម្មមង្ខុបុរាណរបស់ខ្ញុំຂະຫນាតធំຂະຫນាត18ដល់21លីហើយខ្សែទី2របស់ខ្ញុំទៅរៀបសារថ្មីគឺຂະຫນាត16លីហ្នឹងភ្លុកទេណាសំទោស16លីហ្នឹងស្នែងកបីឃ្លៀកហើយនឹងភ្លុកទេហើយកម្មមង្ខុបុរាណគឺ17និង18លី2គ្រាប់18លីលើ2គ្រាប់នេះ2គ្រាប់នេះប៉ុតនេះគឺ17សិនណាហើយលីស្ដៅរបស់ខ្ញុំគ្រាប់ហើយខ្សែករបស់ខ្ញុំគឺមានចម្ពូមានស្ដៅនិងស្ពឺបុរាណរបស់ខ្មែរយើងណាអញ្ចឹងក្នុងមួយខ្សែគឺខ្ញុំដាក់ចម្ពូឬក៏ស្ដៅបុរាណយើងមកគ្រាប់នេះគឺຂະຫນាតជាមួយដាក់មួយខ្សែក7លីហើយនេះដាក់ជាមួយនឹងលាយជាមួយនឹងកម្មមង្ខុបុរាណចំនួន6គ្រាប់ហើយដាក់ពុទ្រាមកគ្រាប់ហើយຂະຫນាត
10 លីលេងភ្លុកជាមួយនឹងខ្នាយគឺខ្ញុំប្រើស្ពឺ5គ្រាប់ណាអញ្ចឹងខ្សែករបស់ខ្ញុំគឺខ្ញុំមានប៉ុណ្ណឹងសម្រាប់ខ្ញុំជាអ្នកដែលគោរពស្រឡាញ់ថែរក្សានិងគោរពបូជានៅវត្ថុមង្គលរបស់ខ្ញុំណាតែសម្រាប់ខ្ញុំយកមកតាមខ្លួនខ្ញុំមានប៉ុណ្ណឹងដែលខ្ញុំយកតាមខ្លួននៅផ្ទះរបស់ខ្ញុំមាននាងពួនមានចែមានក្លឹមអំពិលជូរនិងនាងពួនអំពិលជូរដាច់ខ្នាតបតងខ្នាតឆ្លាក់គឺខ្ញុំមានសម្រាប់ខ្ញុំដាក់តាំងនៅអាសនៈរបស់ខ្ញុំនៅផ្ទះរបស់ខ្ញុំមិនមែនជាអាសនៈទេគាត់ថាជាកន្លែងដាក់សក្ការៈបូជាសម្រាប់អ្នកគោរពស្រឡាញ់អញ្ចឹងណាបងប្អូនទាំងអស់គ្នាអញ្ចឹងវីដេអូរបស់ខ្ញុំចែករំលែកជូនទស្សនាកំសាន្តប៉ុណ្ណឹងទេអរគុណច្រើនសម្រាប់ពុកម៉ែមីងមាបងទាំងអស់តែងតែ like តែងតែ comment តែងតែចូល subscribe នៅ channel YouTube របស់ខ្ញុំទាំងពីរហើយវីដេអូនេះក៏ផ្ញើសេចក្តីនឹករលឹកទៅដល់បងពៅនៅរតនគិរីបងចិននៅផ្សារដេប៉ូនៅភ្នំពេញផងសុខសប្បាយទេបងអត់ដែលបានតាក់ទងគ្នារយៈពេលយូរខែដែរហើយបងសុខសប្បាយអត់ហើយបងទាំងអស់គ្នាវិញសុខសប្បាយយ៉ាងណាដែរសម្រាប់ខ្ញុំនៅកោះកុងនេះវិញគឺមិនសុខណាស់ណាទេដោយសារអាកាសធាតុនៅកោះកុងនេះភ្លៀងរាល់តែថ្ងៃរោពេលចេញក្រៅអីមិនបានទេអញ្ចឹងខែវស្សាចូលដល់ហើយអញ្ចឹងសូមប្រយ័ត្នប្រយែងនិងថែរក្សាសុខភាពទាំងអស់គ្នាអរគុណច្រើនជម្រាបលាជួបគ្នានៅវីដេអូក្រោយៗទៀត